តូចមួយនៅខេត្តបាត់ដំបងមានស្ត្រីវ័យប្រហែល35ឆ្នាំឈ្មោះសាវិនដែលគេស្គាល់ថាជាមីងស្រស់ស្អាតប៉ុន្តែជាស្ត្រីឯកោដោយប្តីបានស្លាប់តាំងពីនាងអាយុ25ឆ្នាំសាវិនរស់នៅជាមួយម៉ែនិងមានការងារផលិតអាហារដើម្បីលក់ទៅផ្សារឧស្សាហ៍វ័យសង្ឃឹមតែមិនដែលបើកចិត្តស្នេហាជាថ្មីឡើយថ្ងៃមួយមានក្មួយប្រុសឈ្មោះសុខាអាយុ22ឆ្នាំជាកូនប្រុសប្អូនបង្កើតរបស់សាវិនដែលបានចប់សិក្សាថ្មីពីទីក្រុងមកស្នាក់នៅផ្ទះមីងរយៈពេលប៉ុន្មានខែដើម្បីជួយការងារដាំដុះនិងសម្រាកពីសម្ពាធការសិក្សាក្មេងប្រុសរូបនេះមានរូបរាងស្អាតកាយសម្ពាធខ្ជាប់ខ្ជួននិងគួរឲ្យចាប់អារម្មណ៍នៅថ្ងៃដំបូងនៃការមកដល់សុខាបានគោរពមីងយ៉ាងល្អតែភ្នែករបស់គាត់ដូចជាមិនអាចរលត់មើលរូបមីងដែលសមនឹងជាប្រពន្ធបុរសគេម្នាក់គាត់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកនិងមិនដឹងថាជាស្នេហាគ្រាន់តែគោរពការប្រឈមមុខនឹងអារម្មណ៍ចិត្តថ្ងៃកន្លងផុតទៅសុខាជួយមីងធ្វើស្រែដាំបន្លែនិងលាងចាននៅពេលយប់ពួកគេអង្គុយមើលទូរទស្សន៍ជាមួយគ្នាជិតស្និទ្ធសាវិនចាប់អារម្មណ៍ចំពោះក្មួយផងដោយសារមុខមាត់គេប្រហែលនឹងប្តីដែលបានស្លាប់ទៅកន្លងមកប៉ុន្តែនាងតែងតែតបសំណួរជាច្រើនក្នុងចិត្តថាតើអ្វីទៅជាការស្រឡាញ់ពិតបើវាខុសច្បាប់នៃសង្គមពេលណាមួយសុខាជួយសម្អាតផ្ទះយកក្បាលច្រកដៃមីងភ្ជាប់នឹងដៃគេពេលនោះក៏មានភ្លើងអារម្មណ៍ចម្លែកបញ្ចេញមកក្មេងប្រុសដកដៃចេញបែរចេញមុខប្រើសុខាលើសុំទោសមីងខ្ញុំមិនចង់ឲ្យមីងយល់ខុសទេសាវិនស្ងប់ស្ងាត់មិនឆ្លើយនៅអ្វីឡើយចាប់ពីថ្ងៃនោះទាំងពីរបានរក្សាគម្លាតពីគ្នាប៉ុន្តែការចម្លែកក្នុងចិត្តមិនដែលចេញទៅពីគំនិតនរណាម្នាក់ឡើយកន្លងរយៈពេលប៉ុន្មានសប្តាហ៍សុខានិងសាវិនតស៊ូក្នុងការទប់ស្កាត់អារម្មណ៍ការស្ងៀមស្ងាត់រវាងគ្នាជាលក្ខណៈធ្នំក្តៅពោពេញដោយចម្លែកអអញទាំងពីរប្រមូលចិត្តឃ្លាតឃ្លានប៉ុន្តែចិត្តវិញខកខានគ្នាថ្ងៃមួយសុខាចាំមើលសាវិនកំពុងបោកខោអាវជិតមាត់អណ្ដូងភ្លឺថ្ងៃលាយស្រមោលលើរាងកាយស្អាតរបស់នាងសុខានិយាយក្នុងចិត្តថាមិនមែនខ្ញុំស្រឡាញ់នាងដូចជាមីងទេខ្ញុំស្រឡាញ់នាងដូចស្រីម្នាក់ទេសម័យពេលយប់ញ័រភ្លៀងកំពុងធ្លាក់សុខានិងសាវិនបានអង្គុយក្នុងផ្ទះនិងភ្ញាក់ផ្អើលចំពោះស្នេហាដែលមិនអាចបង្កប់បានសុខាមីងខ្ញុំសុំទោសបើពាក្យនេះធ្វើឲ្យអារម្មណ៍មិនល្អប៉ុន្តែខ្ញុំស្រឡាញ់មីងសាវិនភ្ញាក់ផ្អើលខ្យល់រងាត្រជាក់ចូលចិត្តសុខាមិនបានទេមីងជាមីងឯងជាក្មួយមីងសុខាតែចិត្តមិនចេះកាត់ស្នេហ៍ដោយច្បាប់នោះទេខ្ញុំស្រឡាញ់មីងដូចអ្នកស្រីដែលខ្ញុំគោរពនិងចង់ថែរក្សាសាវិនស្ងប់មិនឆ្លើយអ្វីឡើយប៉ុន្តែភ្នែកនាងចេញទឹកភ្នែកស្ងៀមឈុតទី4ចិត្តស្រឡាញ់ដែលមិនអាចគេចផុតថ្ងៃក្រោយទាំងពីរបានសម្រេចកុំឲ្យពេលវេលាផ្លាស់ប្ដូរអ្វីមួយសាវិនក៏មិនបង្អួតចិត្តលើសុខាជួយធ្វើការងារពេញថ្ងៃនៅពេលយប់សម្រាកនិងស្ដាប់បទចម្រៀងជាមួយមីងក្រោមពន្លឺភ្លើងស្រអាប់មានមួយយប់ពិសេសខណៈដែលភ្លៀងធ្លាក់បន្តិចសាវិនបានយកដៃដាក់លើដៃសុខាហើយនិយាយថាសាវិនសុខាមីងខានស្រឡាញ់នរណាម្នាក់15ឆ្នាំហើយចេះតែខ្លាចប៉ុន្តែស្នេហាមិនដូចគេទាំងពីរបានផ្ដល់ឱកាសដល់ចិត្តគ្នាពួកគេចាប់ផ្ដើមស្រឡាញ់យ៉ាងស្ងប់ស្ងាត់មិនឲ្យគេដឹងពួកគេដូចជាអ្នកចោលនៅក្នុងពេលវេលាប្រកាន់លាក់ស្នេហ៍ឈុតទី5កំហួចនិងស្នេហ៍ឈីចាប់
ពេលវេលាមិនអាចលាក់អ្វីបានគ្រប់យូរម្ដាយរបស់សាវិនឃើញអាកប្បកិរិយាប្រកាន់ប្រកបគ្នានិងចាប់អារម្មណ៍ថាមិនប្រក្រតីនាងបានសួរជាចម្លែកម្ដាយគឺសាវិនឯងនិយាយជាក់ទៅឯងនិងសុខាមានអ្វីកើតឡើងសាវិនកំសត់ភ្នែកម៉ែមែនសុំទោសម៉ែមិនអាចលាក់បានទេម្ដាយផ្ទុះកំហឹងគឺវាប្រឆាំងនឹងចម្ងល់នៃសង្គមឯងជាមីងវាឯងធ្វើបាបក្មួយខ្ញុំសុខាត្រូវតែចាក់ចេញពីនេះសុខាត្រូវបានបញ្ជាចាក់ចេញមុនចេញទៅទីក្រុងវិញសុខាបានយកសម្បត្តិមួយសរសេរទុកសូមទោសមីងខ្ញុំស្រឡាញ់មីងពិតប្រាកដបើស្នេហ៍មានតម្លៃពិតខ្ញុំនឹងត្រឡប់មកវិញក្រោយពេលសុខាចាក់ចេញទៅទីក្រុងសាវិនរស់នៅក្នុងភាពស្ងៀមស្ងាត់និងជីវិតដ៏ជិះវៀងនាងមិនមានបេះដូងសម្រាប់នរណាផ្សេងទៀតទេម្ដាយក៏ឃើញថាការបំបត្តិសុខាបានធ្វើឲ្យកូនស្រីដូចជាស្លាប់ក្នុងចិត្តនៅពេលល្ងាចសាវិនអង្គុយមើលផ្លូវជប់ទ្វារដូចកំពុងនឹករង់ចាំនរណាម្នាក់ម្ដាយបាននិយាយស្ងៀមវាអាចជាខុសតែស្នេហ៍មិនមែនអាចគេចផុតប្រសិនបើវាជាស្នេហ៍ពិតប្រាកដវានឹងត្រឡប់មកវិញនៅទីក្រុងសុខាបាននិយាយប្រាប់អ្នកជិតខាងថាគេនឹងបន្តសិក្សាបង្កើនកម្លាំងនិងបង្កើតអនាគតបើថ្ងៃណាមួយគេត្រឡប់គេមិនមកដើម្បីសុំទោសទេប៉ុន្តែមកស្នាក់ជាមួយនារីដែលគេស្រឡាញ់ពិតប្រាកដត្រឡប់ស្នេហ៍ជាថ្មីបន្ទាប់ពីចោលពេលវេលា1ឆ្នាំសុខាត្រឡប់ទៅភូមិវិញពេលនោះភូមិបំផ្លាញដោយភ្លៀងហើយផ្លូវលិចគាត់មកជួយសង្គ្រោះសហគមន៍និងជួយផ្ទះសាវិនដូចមុនសាវិនឈរមើលពីចុងផ្ទះទឹកភ្នែកហូរចុះដោយគ្មានពាក្យសរសើរសុខាមីងខ្ញុំបានត្រឡប់មកវិញដោយដែលបានសន្យាសាវិនប្រហែលអ្វីឯងមិនបាត់បង់មីងសុខាព្រោះមីងជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់មិនខុសអ្វីនឹងពិភពលោកចុះបើស្នេហ៍មិនបំផ្លាញនរណាម្ដាយដែលឈរនៅខាងក្រោយបានយល់ពីក្តីស្រឡាញ់ចាស់និងអធ្យាស្រ័យទាំងពួងអនាគតថ្មីបន្ទាប់ពីមានការយល់ព្រមពីគ្រួសារសាវិននិងសុខាបានរស់នៅជាមួយគ្នាជាគូស្នេហ៍ដែលមានភាពសាមញ្ញពួកគេបើកហាងលក់បន្លែនិងដាំសួនសរីរាង្គពេលយប់ទាំងពីររួមគ្នាស្ដាប់ចម្រៀងដែលសរសេរដោយសុខាដែលមានឈ្មោះក៏ស្រឡាញ់មីងមិនមែនជាបាបទេជីវិតពោរពេញដោយការយល់ចិត្តការអធ្យាស្រ័យនិងស្នេហ៍ពិតប្រាកដដែលអាចយកឈ្នះចំពោះអ្វីទាំងអស់សូម្បីតែច្បាប់សង្គមក៏មិនអាចបញ្ឈប់ក្តីស្រឡាញ់ពិតបានទេពួកគេរស់នៅក្នុងសុភមង្គលដ៏ស្ងប់ស្ងាត់ដូចជាស្រមោលភ្លឺក្នុងពេលល្ងាចពេលវេលាកន្លងទៅ2ឆ្នាំបន្ទាប់សុខានិងសាវិនបានកសាងជីវិតផ្ទះស្រួលនិងគ្រួសារដែលអាចទទួលយកពីសង្គមបន្តិចទោះជាពេលដំបូងមានការច្រឡំចិត្តនិងពិចារណាច្រើនក៏ប៉ុន្តែស្នេហ៍ពិតបានបង្ហាញថាពេលចិត្តស្អាតស្នេហ៍ក៏អស្ចារ្យដែរសុខាបានក្លាយជាគ្រូបង្រៀនបង្កើតបណ្ដាញកសិកម្មនៅស្រុកខ្លួននិងជាមនុស្សដែលពេញចិត្តរបស់ក្មេងសាវិនបានបើកហាងតូចលក់ផលិតផលធម្មជាតិនិងចូលរួមការងារសង្គមម្ដាយក៏សប្បាយចិត្តដោយឃើញកូនស្រីរស់ក្នុងសុភមង្គលពេលល្ងាចលិចថ្ងៃពួកគេច្រើនអង្គុយជាមួយគ្នាក្រោមដើមឈើនិងចែករំលែកអនុស្សាវរីយ៍ជាច្រើនសុខាបានសរសេរពាក្យមួយក្នុងសៀវភៅចងចាំស្នេហ៍មិនមែនត្រូវបានវាស់តាមអាយុឬតួនាទីទេវាត្រូវបានវាស់តាមភាពស្មោះត្រង់នៃចិត្តនិងការយល់ចិត្តក្នុងការរស់នៅរួមគ្នាពិធីមង្គលសាមញ្ញក្រោយពេលមានជីវិតសម្រេចគ្រប់ចំណុចទាំងពីរបានរៀបការក្នុងពិធីសាមញ្ញមួយមិនផ្ទុះផ្តែងមិនមានភ្លេងឡូឡាតែពោរពេញដោយទឹកភ្នែកនិងសេចក្តីអបអរសាទរមិត្តភក្តិនិងជនជាតិមួយភូមិមកចូលរួមនិងបាននិយាយថា
ស្នេហ៍ពិតអាចជួសជុលចិត្តគ្រប់យ៉ាងបានសុទ្ធតែការចាប់ដៃគ្នាក្នុងការបន្តជីវិតសាមញ្ញតែពោរពេញដោយអត្ថន័យសេចក្តីស្រឡាញ់ដែលមិនអាចបំផ្លាញបានដោយច្បាប់សង្គមប្រែប្រួលទៅជាអ្នកដឹកនាំចិត្តគ្នាដើម្បីរស់នៅជាប់នឹងពេលវេលារហូតដល់ចុងក្រោយបន្ទាប់ពីរៀបការមួយឆ្នាំសាវិនបានរំលឹកថាជីវិតមិនបញ្ចប់ត្រឹមការរស់នៅជាខ្នងគ្នាទេនាងបានសម្រេចចង់មានកូនម្នាក់ដើម្បីបំពេញគ្រួសារសុខាក៏បានព្រមទាំងសំណាក់ចិត្តខ្លីនេះសាវិនបានផ្ទុកពោះហើយពេលសម្រុងនៃការមានកូនបានមកដល់នៅថ្ងៃដែលនាងឈឺពោះសុខាបានជិះកង់ស្ពានចំហៀងភូមិ6 គីឡូម៉ែត្រដើម្បីនាំនាងទៅមណ្ឌលសុខភាពបន្ទាប់ពីការរង់ចាំយូរសាវិនបានចំណេញកូនប្រុសម្នាក់ដែលពួកគេដាក់ឈ្មោះថាវុសំណាងសុខារឹងមាំជាឪពុកហើយសាវិនក្លាយជាម្ដាយល្អបំផុតដែលមាននៅក្នុងភូមិនោះពួកគេបានលើកទឹកចិត្តគ្នារៀងរាល់ថ្ងៃដោយស្នេហាដែលបានឆ្លងកាត់កង្វះកង្វាយមតិសង្គមនិងទុក្ខព្រួយយ៉ាងជ្រៅសារពីស្នេហ៍ដល់កូននៅល្ងាចថ្ងៃចុងក្រោយមួយសុខាបានអង្គុយសរសេរសារមួយសម្រាប់កូនតូចដែលនៅពេលនោះមានអាយុ6 ឆ្នាំកូនសំណាងអ្នកជាផ្លែផ្កាស្នេហ៍របស់ឪពុកនិងម្ដាយប្រសិនបើពេលណានគរអ្នកណាដើរជែកថាឪពុកម្ដាយអ្នកធ្វើអ្វីខុសសង្គមសូមចងចាំថាពួកយើងមិនធ្វើអ្វីខុសចិត្តនោះឡើយពួកយើងស្រឡាញ់គ្នាយ៉ាងសុចរិតស្មោះត្រង់និងមានតែសេចក្តីស្រឡាញ់សុទ្ធបរិសុទ្ធប៉ុណ្ណោះសំណាងបានចងចាំពាក្យនោះរហូតធំឡើងជាមនុស្សដែលដឹកនាំសម័យថ្មីមួយដែលមិនរើសអើងពីចំណងនៃស្នេហ៍របស់សុខានិងសាវិនមិនមែនជារឿងមួយសាមញ្ញនោះទេវាជាការតស៊ូរបស់ចិត្តពីរដើម្បីឈ្នះក្បាលនឹងសង្គមវាជាការបង្ហាញថាស្នេហ៍ពិតប្រាកដអាចឆ្លងកាត់គ្រប់វាតម្លៃនិងការរើសអើងដើម្បីឈានទៅរកសុភមង្គលពិតប្រាកដ